ស្រាប់តែមហាក្រមួយនោះគាត់ដើរមកដល់ទៅអ្នកគាត់បញ្ជីគេថាណែណែឯងនឹងក្រជាងគេមកភូមិណែឯងដឹងទេប្រហែលវិជាតិមុនមកមិនដែលបានធ្វើបន់ធ្វើទៀនទេបានជាតិនឹងក្រជាងគេណែឯងគួរតែយកលោកធ្វើបន់គេមួយអង្គទៅកុំឲ្យជាតិក្រោយវាក្រអញ្ចឹងទៀតឯនេះភ្ញាក់ខ្លួនព្រឺតមែនជាតិនឹងខ្ញុំគេទាំងពីរអ្នកប្តីប្រពន្ធមុខតែមិនបានធ្វើបន់ពីមុនមកហើយចាំបើប្រហែលជាតិនឹងទៀតអត់បានធ្វើទៀតជាតិក្រោយមិនក្រលើសនឹងទៅទៀតអូអត់កើតទេត្រូវតែធ្វើចោះឈ្មោះខ្ញុំយកលោកមួយអង្គដែរចោះផ្លែតទៅដល់ផ្ទះប្រាប់ប្រពន្ធឯងអើយអញឲ្យគេចោះឈ្មោះហើយនេះយកលោកមួយអង្គធ្វើបន់ប្រពន្ធថាឯងអើយត្រូវណាស់ខ្ញុំគិតអញ្ចឹងដែរយើងរាល់ថ្ងៃទាំងពីរអ្នកប្តីប្រពន្ធនឹងក្រដាច់គេមកភូមិនឹងដឹងហើយថាមកពីជាតិមុនមកយើងមិនដែលបានធ្វើបន់ទៀនហើយបើយើងក្រប៉ុណ្ណឹងហើយមិនបានធ្វើបន់តទៅទៀតជាតិក្រោយវាអត់មានផ្លូវទេមានតែក្រលើសនឹងទៀតហើយចឹងមានតែខ្ញុំគេមកអាយុចឹងទៀតក៏អីបើចឹងតោះខ្ញុំក៏ត្រេកអរដែរបានធ្វើបន់ណាប៉ុន្តែយើងបានលុយឯណាធ្វើបានអង្គឯណាធ្វើនេះបើចឹងតោះទៅស៊ីឈ្នួលគេទៅទាំងពីរអ្នកប្តីប្រពន្ធសេដ្ឋីទទួលធ្វើចង្ហាន់លោក100 200អង្គគេត្រូវការកម្មករប្តីបុកអង្គពុះអស់រែកទឹកប្រពន្ធនេះអមអង្គញោមមកអមអង្គស្ទៃបុកអមស្ទៃបុកធ្វើការថ្ងៃនេះធ្វើដោយកម្លាំងពេញចិត្តវាសបាយណាស់ដល់តែសបាយពេកចឹងទៅស្រាប់តែអត់ខ្លាចហត់សេដ្ឋីកេះប្តីប្រពន្ធមើលឯងមើលអ្នកពីរអ្នកហ្នឹងធ្វើការថ្ងៃហ្នឹងអីក៏ធ្វើក៏ប្រឹងម្លេះដល់តែល្ងាចហៅមកសួរថាម៉េចក៏ណែឯងខំម្លេះថាលោកអើយបានជាខ្ញុំខំនឹងខ្ញុំទទួលលោកឆាន់មួយអង្គគេដែរហើយខ្ញុំនឹងវាត្រេកអរថាមកជាតិនឹងបានធ្វើបន់ម្ដងហ្នឹងសេដ្ឋីលឺអញ្ចឹងគាត់ជ្រះថ្លាគាត់ឲ្យថ្លៃពីចំណែកអានេះថ្លៃឈ្នួលណាហើយអានេះថ្លៃខ្ញុំជ្រះថ្លាហើយខាងប្រពន្ធឯនោះទៅសួរប្រពន្ធដោយគ្នានឹងដែរគេប្រាប់អញ្ចឹងទៅក៏ឲ្យពីចំណែកដែរអានេះថ្លៃឈ្នួលអានេះថ្លៃខ្ញុំជ្រះថ្លាឲ្យមានរបស់របរអីសម្រាប់ដាំស្លមកដល់ផ្ទះយប់នឹងពីរអ្នកប្តីប្រពន្ធវិចថ្នាក់មកតែហ្មងញោមបានអង្គក៏បានបន្លែស្លអីក៏បានតែប្រដាប់ស្លខ្លះហ្នឹងបានសពេអីចឹងមកយប់នឹងដេកសឹងតែមិនលក់អញ្ចឹងឲ្យតែភ្លឺអាងបានធ្វើទៀនម្ដងស្រាប់តែវាភ្លឺឡើងទៅដាស់ប្តីឯងព្រឹកទៅរកបេះបន្លែមកប្តីចេញទៅដើរបេះបន្លែដូចយើងអញ្ចឹងទៅខាងក្រោយភូមិអញ្ចឹងមាត់ទលេមាត់ស្ទឹងអញ្ចឹងទៅដើរបេះទៅវាសបាយចិត្តបានធ្វើបន់ម្ដងជ្រៀងឲ្យទាំងព្រឹកនឹងដំងបេះបដៅជ្រៀងបដៅបេះផលិតបេះតកួនបេះជើងបកងតកៀតច្រាច់អីចឹងណាញោមណាបេះជ្រៀងស្រាប់តែអ្នកនេសាទគេឆ្ងល់គេថាយីចុះគាត់ក្នុងហ្នឹងក៏សបាយចិត្តអីក៏ប្លែកម្លេះក៏សួរថាណែឯងធ្វើអីហ្នឹងក៏សបាយម្លេះថាខ្ញុំធ្វើចង្ហាន់លោកដាក់បេះបន្លែនេះយកទៅប្រគេនលោកឆាន់ឥឡូវហើយខ្ញុំសបាយត្រេកអរហ្នឹងអ្នកនេសាទថាងាប់ហើយមិនដែលលោកឯណាមកឆាន់សឡណែឯងសុទ្ធតែបន្លែសុទ្ធចឹងទេមែនទេឲ្យមកនេះដោតត្រីឲ្យខ្ញុំបន្តិចអង្គុយដោតឲ្យគេអានេះតម្រូវថ្លៃប៉ុណ្ណេះអានេះតម្រូវថ្លៃប៉ុណ្ណេះជាប់ទៅគ្រប់ទៅគេថាចប់ហើយណែឯងទៅយកត្រីណាខ្ញុំកប់ទុកឲ្យណែឯង4នឹងភ្នោខ្សាច់ញោមមកយកត្រីនឹងទៅបានហ្មងត្រីក៏បានបន្លែក៏បាននិយាយ